បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូបន្តទៀតបាទលោកគ្រូមកបន្តវិញ្ញាសាទស្សនវិជ្ជាខែកុម្ភៈថ្នាក់ទី6បាទចូលដល់វិញ្ញាសាភាសាខ្មែរផ្នែកតៃសេចក្តីរយៈពេល40នាទីបាទអញ្ចឹងប្រធានបទសម្រាប់ខែកុម្ភៈគឺចូលសរសេររឿងនិទានវែងមួយឲ្យបានក្បោះក្បាយបាទអញ្ចឹងរឿងនិទានអញ្ចឹងបងប្អូនអាចបង្កើតរឿងនិទានដោយខ្លួនឯងឬក៏សរសេររឿងនិទានណាមួយដែលបងប្អូនបានអានបាទអញ្ចឹងយើងមកសរសេរបាន ចឹងនៅក្នុងសៀវភៅយើងក៏មានរបៀបបង្ហាញពីវិធីសេដែរមានស្អីច្រើនដែរណាស្វ័យភាសាគោលយើងខ្លួនអាចមើលក្នុងហ្នឹងក៏បានបាទឥឡូវលោកគ្រូមកបង្កើតជាគម្រោងមួយដែលបងប្អូនងាយស្រួលក្នុងការសរសេរហ្នឹងណាចឹងគឺតែតែត្រូវតែមាន3ចំណុចរៀបដើមទស្សនៈនៃសម្ដីបញ្ចប់បាទចឹងគម្រោងលោកគ្រូបង្កើតមកលោកគ្រូដាក់មកខ្លីៗដែរមិនជាច្រើនទេប៉ុន្តែការសរសេរគឺច្រើនចឹងផ្នែកស្ដើមស្ដីផ្ដើមនេះមានតួអង្គយើងរំលេចតួអង្គនៅក្នុងសេចក្ដីផ្ដើមក៏បានដែរ តួអង្គខ្លះៗមកហ្នឹងឬក៏បង្ហាញទាំងអស់ក៏បានបាទហើយតួអង្គនេះអាចបង្ហាញតាមព្រឹត្តិការណ៍រឿងក៏បានដែរអីទៀតវាមានតាមវគ្គវិញបាទទី2យ៉ាងនេះទៀតគឺទីកន្លែងរឿងនោះកើតឡើងឯណាអញ្ចឹងណាបាទអាចจะកើតនៅផ្ទះណាមួយឬក៏នៅព្រៃនៅភ្នំនៅសាលារៀននៅណាអញ្ចឹងទៅតាមដងផ្លូវអីចឹងទៅទីកន្លែងហ្នឹងចំណុចមួយទៀតគឺពេលវេលារឿងនេះកើតឡើងនៅពេលណាបាទកើតឡើងនៅពេលណា អាចតែពេលព្រឹកពេលល្ងាចពេលរសៀលពេលយប់អីចឹងទៅបាទអញ្ចឹងក្នុងរឿងតែតែមានព្រឹត្តិការណ៍អញ្ចឹងចូលដល់ចំណុចទី2គឺតួសេចក្តីមានព្រឹត្តិការណ៍រឿងអញ្ចឹងនៅក្នុងតួសេចក្តីនេះយើងនិយាយយើងអត់ពិសេសរឿងតែម្ដងបាទតាមលំដាប់ព្រឹត្តិការណ៍នេះដំបូងបន្ទាប់មកអីចឹងណាអញ្ចឹងតួអង្គបានធ្វើអ្វីខ្លះនៅក្នុងរឿងហ្នឹងហើយជួបបញ្ហាអីខ្លះដំណោះស្រាយយ៉ាងម៉េចខ្លះអញ្ចឹងសម្រាប់ព្រឹត្តិការណ៍នេះ បើសិនជារឿងណាមួយមានបើសិនជារឿងហ្នឹងមានព្រឹត្តិការណ៍ច្រើនអញ្ចឹងសាច់រឿងប្រហែលជាវែងដែរគាត់ហើយនៅក្នុងរឿងមួយៗតែងតែមានលក្ខណៈដែលបញ្ហាលើតួអង្គតែងតែមានបញ្ហាមកជួបនឹងបញ្ហាហើយមានវិធីដោះស្រាយអីផ្សេងអញ្ចឹងគេសរសេរលម្អិតក្នុងសាច់រឿងឯងបាទអាមួយទៀតចំណុចមួយទៀតគឺសកម្មភាពហ្នឹងបាទសកម្មភាពរបស់តួអង្គសំខាន់និងតួអង្គផ្សេងៗ បាទអញ្ចឹងរឿងមួយតែងតែមានសកម្មភាពតួអង្គហើយបាទធ្វើនេះអញ្ចឹងទៅហើយសេចក្តីបញ្ចប់គឺចុងបញ្ចប់នៃរឿងចុងបញ្ចប់នៃរឿងវាអាចនិយាយថាអឺតួអង្គហ្នឹងលទ្ធផលបានអីខ្លះសកម្មភាពដែលគាត់ធ្វើទាំងបានខាងលើនោះទទួលបានលទ្ធផលអីខ្លះនៅចុងបញ្ចប់ឬក៏តម្លៃអប់រំយ៉ាងម៉េចខ្លះនៅសាច់រឿងនៅពេលចុងបញ្ចប់អញ្ចឹងបាទអញ្ចឹងមានប៉ុណ្ណាខ្លីៗប៉ុន្តែសរសេរមកវែងគួរសមហើយសម្រាប់បងប្អូនដែលអត់សូវបាទរៀនលក្ខណៈតាមសូវជំនាញការសរសេរអាចចាប់បានជាក់តនរយៈរយៈពេល40នាទីខ្លីដែរអញ្ចឹងគាត់អាចបង្ហាញប្រឹងប្រែងអានសៀវភៅឬក៏មើលវីដេអូលោកគ្រូក៏បានឬក៏វីដេអូអ្នកគ្រូអីផ្សេងលោកគ្រូផ្សេងក៏គាត់មានធ្វើដែរលោកគ្រូឃើញដែរគេលក្ខណៈនៃនិពន្ធរឿងខ្លីអីផ្សេងៗណាបាទរឿងខ្លីរឿងវែងទៅបាទឥឡូវនេះជាសាច់រឿងរបស់លោកគ្រូបានលក្ខណៈថានិពន្ធឡើងមកឬក៏សេឡើងមកបាទរឿងការភ្ញាក់រលឹករបស់គូប្រុងអញ្ចឹងចំណងជើងគឺការភ្ញាក់រលឹករបស់គូប្រុងតើសាច់រឿងវាយ៉ាងម៉េចខ្លះជាងលោកគ្រូបានរៀបរាប់តាមដំណើររឿងបាទលោកគ្រូនឹងបង្ហាញថាផ្នែកណាជាតែស្ដីផ្ដើមគូប្រុងគឺជាអ្នកបរបាញ់សត្វដ៏ចំណងម្នាក់គាត់តែងតែទៅបរបាញ់សត្វរៀងរាល់ថ្ងៃពុំដែលខានឡើយសត្វដែលគូប្រុងសត្វដែលគាត់បានបាញ់សន្ធប់គាត់យកទៅលក់ដូរដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបាទចឹងនេះបង្ហាញអំពីតួអង្គបាទដែលសេចក្ដីផ្ដើមលោកគ្រូបង្ហាញថាមិនតួអង្គបង្ហាញពីតួអង្គគូប្រុងនឹងឯងទឹកមួយគាត់បានលីស្នាស្គាល់ស្នាទេបងស្នាខុសពីព្រួញពីធ្នូសន្ទុះព្រួញខុសពីធ្នូបាទវាមានដៃកាន់កៃកេះកៃអីចឹងទៅបាទអញ្ចឹងលីស្នានឹងសម្ភារៈដើរព្រៃមួយចំនួនសម្ភារៈដើរព្រៃបងប្អូនបាទអត់សូវស្គាល់ទេបាទតើអ្នកដើរព្រៃបានស្គាល់មានកំពត់បថៅមានទឹកមានអីរបស់របររបស់គាត់
មានបើសិនអ្នកបរបាញ់មានច្បូកមានអីស្នោអីទៅណាបាទចាក់ថែមអីចឹងទៅធ្វើដំណើរទៅបរបាញ់ដោយសពដរគឺនៅឯព្រៃធំក្រៅភ្នំក្រវាញចឹងលោកគ្រូចិត្តដាក់ទៅភ្នំក្រវាញមិនអាចដាក់ទៅនៅណាព្រៃអីនៅណាអីចឹងទៅស្តារសាច់រឿងដែរណាមិនចង់សើរឿងអីតាមដំណើរសាច់រឿងទៅបាទអញ្ចឹងសម្រាប់មកថាខាងសំដៅមករបស់នេះវាបង្ហាញអំពីពេលវេលានេះព្រឹកមួយណាព្រឹកមួយហើយទីកន្លែងនេះគឺនៅណានៅព្រៃធំក្រៅភ្នំក្រវាញនេះមកសាច់រឿងគាត់បាទទៅថ្ងៃហ្នឹងបាទចូលដល់នេះតួសេចក្តីបង្ហាញពីព្រឹត្តិការណ៍មួយផ្សេងហើយបាទថ្ងៃនេះពូប្រុញហាក់ដូចជាសយបាទសយមកស្គាល់ពីសយបាទសយគឺដាក់អីក៏ខុយដាក់អីខុយបើចាស់សម្រាប់អ្នកទៅបរបាញ់សត្វឬក៏អ្នកទៅនេសាទត្រីអីចឹងគេមានតំណមឲ្យផ្សេងៗណាមកតែបរបាញ់សត្វឬក៏ទៅនេសាទត្រីបើសិនជាប្រពន្ធដាក់ស្អីវែកបាយគងលើឆ្នាំងលើគម្របអីចឹងណាអានេះក៏គេឆ្មែងដែរហើយឆ្មែងចាស់ក៏ហៅឆ្មែងតាមភាពតាមប្រព័ន្ធណាគេហៅឆ្មែងចឹងឆ្មែងស្មើពាក្យសយហើយរកអីឲ្យបានទេមានតំណមផ្សេងៗទៀតក្រៅពីហ្នឹងបាទលោកសូវច្បាស់បាទតទៅមុខទៀតបាទការសួរអីមួយសួរខុសពាក្យសម្ដីក៏ឆ្មែងគាត់ដែរក៏រកអត់បានទេអញ្ចឹងពួកព្រឹងហាក់ដូចជាសយដើរស្ទើរតែមួយថ្ងៃទៅហើយពុំបានជួបសត្វអ្វីសោះចឹងគាត់ដើររកមកព្រឹកអត់មានបានកាត់អីទេចឹងគាត់ចេះតែដើរទៅទៀតទេគាត់អស់សង្ឃឹមយ៉ាងខ្លាំងហើយក៏ដាក់គោលអង្គុយនៅក្រោមដើមឈើចំបាក់ធំមួយចឹងគាត់អស់កម្លាំងគាត់ហើយដែលអស់កម្លាំងដែលអស់កម្លាំងគូព្រឹងក៏ដេកលក់មួយស្របបក់ហើយស្រាប់តែភ្ញាក់ឡើងប្រញាល់ដូចឮមានគេស្រែកហៅចឹងក្នុងព្រៃជ្រៅតែម្នាក់ឯងដេកទៅហាក់ដូចជាឮសំឡេងអីហៅចឹងបើសម្រាប់យើងវិញមានអារម្មណ៍មិនដែរបងប្អូនណានៅយើងប្រើរូបអារម្មណ៍មើលអាការសម័យមើលសិនជាយើងនៅក្នុងព្រឹត្តិការណ៍ហ្នឹងតើមានអារម្មណ៍បែបណាបាទភ័យខ្លាចអត់បាទអញ្ចឹងពូប្រុញភ័យណាស់បាទដៃកាន់ស្មារបស់គាត់ហើយក្រោកឡើងក្រោយឈរឡើងភ្នែករបស់គាត់រំពេញមើលជុំវិញខ្លួនដោយប្រុងប្រយ័ត្នចង់ដឹងថាជាអ្វីជាសត្វឬក៏ជាមនុស្សឬជាអមនុស្សបាទជាព្រាយបិសាចជាអីចឹងទៅអរអ្នកតាចឹងទៅគាត់ចេះតែឡងមើលឃើញមិនសោះបាទពុំឃើញមានអ្វីទាំងអស់ហើយពុំឃើញមានអ្វីទាំងអស់បាទថ្ងៃបាក់រសៀលទៅហើយពូប្រុសក៏សម្រេចចិត្តដើរតាមផ្លូវសំដៅទៅផ្ទះវិញគាត់រកផ្លូវសម្ដៅទៅផ្ទះវិញគាត់គិតថាមិនតំណងទេចេញបាត់ត្រឡប់ក្រោយទៅវិញណាល្ងាចដែរហើយបាទគាត់ក៏បានឃើញដើរបានបន្តិចគាត់ក៏បានឃើញវងជ្រូកព្រៃជាច្រើនកំពុងជាប់ផឹកទឹកបាទយ៉ាចឹងខំថាមិនតំណងអីទេថ្ងៃហ្នឹងស្រាប់តែត្រឡប់ទៅវិញហេងវិញណាតែហេងវិញណាបាទពុកប្រុសសប្បាយចិត្តណាស់ក៏បានរកកន្លែងលាក់ខ្លួនដើម្បីបាញ់ជ្រូកណាមួយដែលគាត់ពេញចិត្តយ៉ាងស្រឡឹងមើលច្រើនដែរណាកុំបងបាញ់លាក់បាញ់យកសាច់ដៃពូប្រុសសម្លឹងឃើញជ្រូកមួយក្បាលក្នុងចំណោមជ្រូកទាំងអស់មានមាឌធំជាងគេមានចង្កូមមួយខ្លាចខ្នាយខ្នាយតាន់ហើយតាន់ណាវែងចង្កូមនៅនឹងមាត់របស់វានឹងចេញមកខាងក្រៅចង្កូមជ្រូកទៀតក៏ទៅបាទយើងហៅថាខ្នាយតាន់ចឹងណាបាទហើយមានផ្កាយក្បាលទៀតយីឡើយណាជ្រូកដល់ចាស់ដល់កម្រិតនេះមានផ្កាយក្បាលហើយពេលជ្រូកឡើងពីផឹកទឹកវិញវាដើរតាមផ្លូវដែលពូប្រុញលាក់ខ្លួនអាកាសល្អមកដល់គាត់ក៏បាញ់លើស្នាបាញ់តម្រង់លើជ្រូកធំមួយក្បាលនោះបាទបាញ់ទៅត្រូវចំអីគេគឺចំជើងជ្រូកជើងរបស់ជ្រូកខាងមុខផ្នែកខាងមុខអាកន្លែងហៅថាអាកន្លែងលើជាប់ខ្លួនបាទលើជង្គង់វាទៀតដូចតាគៀកវាអញ្ចឹងបាទបើលើគេថាតាគៀកអាហ្នឹងចំទៅហ្នឹងដឹងតែពិបាករត់ទៅជ្រូកសត្វអីក៏ដោយទៅបាញ់យកផ្នែកហៅជន់ឡើងក្នុងមុខហ្នឹងអ្នកផ្នែកមុខអញ្ចឹងវាពិបាករត់ដែរ
ជ្រូកបើកាលណាត្រូវរបួសគេគិតតែពីខំរត់ដើម្បីរក្សាជីវិតតែពូប្រុញពុំព្រមបោះបង់នោះទេគេក៏ដេញតាមដែរគាត់ខំរត់ដេញតាមហើយបាញ់សម្រាប់ជ្រូកនោះបានដូចបំណងចឹងឲ្យដូចខ្លួនទៅជ្រូកហ្នឹងគាត់បាញ់តែងប់ហើយគាត់សប្បាយចិត្តណាស់ក៏យកជ្រូកត្រឡប់ទៅផ្ទះហើយលក់បានលុយច្រើនគួរសមឥឡូវគាត់លក់ហើយចេះនៅក្នុងលូអានមយៈមិញមកកថាខណ្ឌមកចូលបន្តទៅមកកថាខណ្ឌមានព្រឹត្តិការណ៍ប្រមាណ4ព្រឹត្តិការណ៍អាចថាទី1គឺកន្លែងគាត់ដេកគាត់ភ្ញាក់ខ្លួនគាត់ភ័យមានសម្លេងអីហាច់នេះជាព្រឹត្តិការណ៍មួយដែរព្រឹត្តិការណ៍មួយទៀតគាត់ជួបគោជ្រូកគាត់បបអញសត្វជ្រូកគាត់បាញ់ជ្រូកនឹងបានចឹងអានេះជាព្រឹត្តិការណ៍មួយដែរបន្តនេះចឹងទៅតោះទៅមុខទៀតចឹងលោកចូលបន្តមួយបណ្ដៃអាហ្នឹងទៅក្នុងតួសេចក្តីដែរដដែលទេបាទចឹងគាត់បានជ្រូកយកទៅលក់ហើយបានលុយហើយចឹងគាត់បានហើយសប្បាយចិត្តហើយចិត្តដេកផ្ទះវិញហើយដោយអស់កម្លាំងយប់នោះពូប្រុនក៏ឆាប់ចូលគេងពីក្បាលប្រលប់បានលុយបានអីហើយសប្បាយចិត្តក៏ដេកយំក្បាលប្រលប់តិចលុះដល់ពាក់កណ្ដាលយប់លុះដល់ពាក់កណ្ដាលយប់គាត់ក៏បានយល់សប្តិបាទយល់សប្តិគាត់អ្នកយល់នេះយល់សប្តិបានយល់សប្តិយល់សប្តិណាបងយល់សប្តិឃើញមានមនុស្សប្រុសម្នាក់មានធំសម្បុរខ្មៅដៃកាន់ដំបងមកចង្អុលមកគាត់ហើយស្រែកខ្លាំងខ្លាំងថានេះក៏អសពឃើញទេបាទអាប្រញឯងបានចូលទៅក្នុងទឹកដីរបស់អញដែលគ្មានការអនុញ្ញាតហើយថែមទាំងសម្លាប់កូនចៅរបស់អញទៀតឯងត្រូវតែសងជីវិតកូនចៅអញវិញបើពុំដូច្នេះយើងនឹងយកជីវិតឯងអញ្ចឹងមានន័យថាម៉េចចឹងក៏បបបាញ់សត្វបានជ្រូកអាធំមកហើយសត្វតែសម្បត្តិឃើញអញ្ចឹងមានអារម្មណ៍ថាម៉េចដែរបងប្អូនភ្ញាក់ឡើងកណ្ដាលយប់ប្រកបជាភ័យហើយចឹងគូប្រុញនេះក្រោកឡើងភ័យយ៉ាងខ្លាំងបាទភ័យលោកអាចឈឺអាចគ្រុនមួយផ្លែហ្នឹងឯងចាប់ពីពេលនោះមកពូប្រុញចាប់ផ្ដើមធ្លាក់ខ្លួនឈឺធ្ងន់ដែលក្តីភ័យខ្លាចរហូតដល់ឈឺសក់គាត់ដូចគេចាត់ថាឈឺសក់ឯងបាទឈឺសក់អ្នកជិតខាងមកសួរសុខទុក្ខហើយសួរនាំមូលហេតុនៃជំងឺពេលនោះពូប្រុញក៏រៀបរាប់ប្រាប់តាមដំណើររឿងបន្ទាប់មកពួកគាត់ក៏ទៅរកពួកគាត់អ្នកស្រុកហ្នឹងទៅរកគ្រូហោរាទាយមើលទៅឃើញថាជ្រូកដែលពូប្រុញបាញ់សម្លាប់នោះជាជ្រូកដែលមានម្ចាស់ថែរក្សាហើយអ្នកដែលមកបញ្យល់សពនោះគឺជាអ្នកតាថែរក្សាព្រៃភ្នំបាទអញ្ចឹងមកព្រឹត្តិការណ៍នឹងហើយដែលលោកបានអាននេះគឺព្រឹត្តិការណ៍ទាក់ទងការពេញយល់សពបាទការបញ្យល់សពអញ្ចឹងទៅបាទបើចង់ជាសះស្បើយឡើងវិញត្រូវរៀបអង្វាយមានក្បាលជ្រូកមាន់ស្ងោរបង្អែមចង្អាបជាដើមបាទជាដើមដាច់ខែបងបាយបន្តិចបាទជាដើមក្រោយពីរៀបចំអង្វាយសែនព្រេនរួចមកពូប្រុញក៏បានជាសះស្បើយឡើងវិញអឺចាប់ពីពេលនោះមកគាត់បានសច្ចាថានឹងឈប់បបអញសត្វឈប់សម្លាប់ជីវិតសត្វតទៅទៀតហើយចឹងលោកគ្រូសេមកទៅកាត់ខ្លះដែរបងណាកន្លែងខ្លះលោកកាត់អីគេថាវាវែងពេកក៏ពិបាកដែរខ្ញុំចាប់អត់បានចឹងលោកគ្រូសេរីសខាប្រាប់ដែរបាទមិនជាច្រើនខ្លាំងប៉ុន្មានទេបងភាសាយើងសេដាក់អក្សរធំទៅមើលប៉ុណ្ណឹងប៉ុន្តែមកសំរុំប៉ុណ្ណេះអាចទៅសេបានបន្ទុកច្រើនចឹងចប់តួសេចក្តីហើយចូលចឹងកន្លែងតួសេចក្តីវាចប់តួសេចក្តីគឺក៏សច្ចាទៅឈប់សម្រាប់សត្វហើយបបបាញ់សត្វទៀតហើយចូលងើបពីឈឺមកតែទុកថារស់ម្ដងទៀតបាទម្ចាស់គេមកធីជីវិតណាចាស់សត្វម្ចាស់ព្រៃភ្នំមិនយូរប៉ុន្មាននៅសហគមន៍ដែលពុកព្រួយរស់នៅមានអង្គការអភិរក្សសត្វព្រៃមួយចុះទៅរៀបចំបង្កើតឧទ្យានមួយដើម្បីថែរក្សាការពារសត្វព្រៃនិងព្រៃឈើពុកព្រួយស្ម័គ្រចិត្តធ្វើជាបុគ្គលិករក្សាព្រៃឈើដែលគ្មានអល់ឯងដោយធ្លាប់មានបទពិសោធន៍ជាអ្នកដើរព្រៃពុកព្រួយធ្វើការងារនេះបានយ៉ាងល្អក៏ទទួលបានប្រាក់កម្រៃសមរម្យនិងមានជីវភាពហើយជីវភាពក៏បានប្រសើរជាងមុនដែរ
គូប្រញប្រែក្លាយជីវិតពីអ្នកបរបាញ់សត្វសម្រាប់សត្វមកជាអ្នកអភិរក្សសត្វវិញបាទនេះជាសេចក្តីបញ្ចប់នៃរឿងលទ្ធផលបាទគាត់ឈប់សម្រាប់សត្វឈប់អីហើយចែកដន្យចាត់ទុកថាជាព្រេងវាសនាជាបុណ្យរបស់គាត់អញ្ចឹងណាមានអង្គការមួយគេទៅបង្កើតតំបន់អភិរក្សសត្វនៅជិតតំបន់គាត់រស់នៅអញ្ចឹងគាត់ក៏បានមានឱកាសចូលធ្វើការងារនោះហ្នឹងហើយគាត់ដោយសារបទពិសោធន៍គាត់ដើរព្រៃដើរអីនេះធ្វើការងារនេះបានល្អជាងគេផងបាទអញ្ចឹងគាត់បានប្រាក់កម្រៃចំជីវិតអញ្ចឹងគាត់ឈប់បរបាញ់បាទប្រែក្លាយជាពីឈប់បរបាញ់មកថែរក្សាសត្វវិញអញ្ចឹងល្អជាងមកដោយសារអីបើយើងថែរក្សាបានមានភ្ញៀវទេសចរចូលទៅលេងចូលទៅអីចឹងទៅបានប្រាក់កម្រៃចូលបាទដើម្បីឧបត្ថម្ភបុគ្គលិកពួកអីចឹងទៅបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនគឺសូមបញ្ចប់បងប្អូនអាចទៅ share រឿងផ្សេងៗក្រៅពីនេះបានបាទឲ្យតែមានតម្លៃអប់រំខ្លះៗនៅក្នុងនោះទៅបាទឬក៏អាចទៅ share រឿងដែលបងប្អូនធ្លាប់អានបាទរឿងនិទានផ្សេងៗយកមកសរសេរក៏បានដែរតែមិនចាំសរសេរនេះទេយើងសង្ខេបខ្លះៗទៅកុំឲ្យខ្លីពេកហើយកុំឲ្យវែងពេកមកល្មមនិយាយទៅអរគុណជួបគ្នានៅមេរៀនបន្តទៀតបាទអរគុណច្រើន